ចឹងដើម្បីលោកគ្រូអ្នកគ្រូកំណត់ data validation ចឹងសូមឲ្យលោកគ្រូអ្នកគ្រូគ្រាន់តែ select កន្លែងណាដែលលោកគ្រូអ្នកគ្រូចង់ដាក់មកបាទលោកគ្រូអ្នកគ្រូចង់ដាក់នោះ select មកពេញមកបាទហើយលោកគ្រូអ្នកគ្រូត្រូវចូលទៅកន្លែងមួយគេហៅថា data នេះកន្លែង data នេះណាបាទខ្ញុំសូមរៀបធំនេះចូល select ហើយលោកគ្រូអ្នកគ្រូចូលកន្លែង data នេះកន្លែងចុចណាបាទអញ្ចឹងចុច data ហើយលោកគ្រូអ្នកគ្រូត្រូវយកពាក្យថា data validation នេះ data validation នេះបាទអញ្ចឹងដល់ពេលលោកគ្រូអ្នកគ្រូចុចមកហើយវានឹងចាញ់រូបរាងមួយនៅខាងស្ដាំដៃនៅបែបនេះនេះបែបនេះណាអញ្ចឹងលោកគ្រូអ្នកគ្រូពេលខ្លះវាចាញ់ឲ្យតែម្ដងតែពេលខ្លះវាចាញ់ឲ្យយើង add ជា rule ណាបាទអញ្ចឹងលោកគ្រូអ្នកគ្រូ add ជា rule មកបាទចុចកន្លែង add rule មកអញ្ចឹងដល់ពេលលោកគ្រូអ្នកគ្រូចុចកន្លែង add rule ហើយសូមលោកគ្រូអ្នកគ្រូនេះយកកន្លែង drop down បាទយកកន្លែង drop down នេះលោកគ្រូអ្នកគ្រូយកកន្លែងនេះ that is អឺនេះចូលឈប់ខ្ញុំសុំថយក្រោយសិនចូល line data validation អូខេអញ្ចឹងយើងចុច add rule មកយើងយកពាក្យថាយើងចុច drop down មួយទៀតមកយើងយកពាក្យថាអឺ if validate នេះ is validate អញ្ចឹងយើងយកមកអញ្ចឹងពេលដែលយើងចុចហើយគឺលោកគ្រូអ្នកគ្រូកន្លែងនេះគឺមានន័យថានៅពេលដែលយើងវេបញ្ចូលអត់បានទេតែបើយើងដាក់កន្លែងនេះបើយើងដាក់ show warning នេះមានន័យថាគេទៅសេចូលទៅវាលូត tick ឲ្យតែម្ដងអញ្ចឹងបើយើងចុច tick កន្លែងនេះហើយយើងទៅសេចូលយើងសេថាសូមជ្រើសរើសអឺសូមជ្រើសរើសថ្ងៃខែដែលមានស្រាប់ថ្ងៃខែឆ្នាំដែលមានស្រាប់ណាឬក៏ថ្ងៃខែឆ្នាំពី calendar ណាបាទចេះមកអូខេអញ្ចឹងចូលទៅលោកគ្រូចុចអានមកអញ្ចឹងនេះដល់ពេលដែលលោកគ្រូចុចទៅវាចាញ់ calendar ឲ្យលោកគ្រូបាទអញ្ចឹងឧទាហរណ៍ថាសិស្សហ្នឹងកើតថ្ងៃទីឧទាហរណ៍ថាសិស្សហ្នឹងកើតនៅជាទូទៅសិស្សយើងបច្ចុប្បន្នហ្នឹងអាចគាត់កើត2010ឡើងហើយ2009 2010អញ្ចឹងយើងអាចជ្រើសរើសមកដាក់យើងត្រឡប់ទៅ2010មកនេះអញ្ចឹងសុំទោសអញ្ចឹងនេះយើងចុចមកយើងកន្លែងនេះយើងអាចដាក់សរសេរក៏បានដែរនេះពេលយើងចុចចឹងហើយយើងសរសេរបានឃើញទេបាទអញ្ចឹងដល់ពេលលោកអ្នកគ្រូចង់ឲ្យនេះចង់ឲ្យវាចាញ់តម្រងចាញ់តម្រងអង់គ្លេសអញ្ចឹងណាអញ្ចឹងសូមឲ្យលោកគ្រូអ្នកគ្រូ select លើវាដដែលមក select មកជួរដែលយើងចង់ឲ្យវាចាញ់នេះដដែលមកបាទ select មកហើយយកកន្លែងនេះកន្លែងលេខ1លេខ2ខ្ញុំបញ្យល់មិនសូវមាញ់នេះកន្លែងលេខ1លេខ2នេះមកបាទហើយតមកនេះកន្លែងនេះគេមាន custom date and time បាទអញ្ចឹងយើងយក custom date and time មកអញ្ចឹងកន្លែងនេះវាមានឲ្យយើងរើសហើយបាទអានេះជាភាសាអង់គ្លេសបាទអញ្ចឹងយើងអាចរើសមកចុចមកវាដូរយើងហើយគេលោកគ្រូបាទអញ្ចឹងកន្លែងផ្សេងដូចគ្នាដែរអញ្ចឹងដល់ពេលយើងសរសេរបានហើយលោកគ្រូគ្រាន់តែចុចអញ្ចឹងមកយើងកំណត់អញ្ចឹងបានហើយអញ្ចឹងអានេះដោយសារតែមុខងារនេះវាអត់អាចយើងបែកឲ្យយើងបែកទៅកន្លែងណាមួយអញ្ចឹងកន្លែងនេះយើងអាចចុចអស់សិនមកឧទាហរណ៍សិស្សហ្នឹងគាត់កើតឆ្នាំថ្ងៃទី1ខែកក្កដាអញ្ចឹងយើងអាចថ្ងៃទី1ខែកក្កដាអញ្ចឹងសិនហើយចាំយើងដាក់ឆ្នាំខាងក្រោយនេះទៅសេឆ្នាំខាងក្រោយថែមបានហើយនេះគេអញ្ចឹងខ្ញុំសុំថែមកឡូនមួយទៀតមកខ្ញុំថែមកឡូនដល់នេះដើម្បីខ្ញុំគណនាអាយុនេះអញ្ចឹងណាអញ្ចឹងគណនាកន្លែងគណនាអាយុនេះមានន័យថាវាយកថ្ងៃខែបច្ចុប្បន្ននេះឥឡូវឧទាហរណ៍ថាឆ្នាំឥឡូវនេះ2026ខែមករាអញ្ចឹងវានឹងយកថ្ងៃខែហ្នឹងមកដកជាមួយនឹងអានេះដកជាមួយនឹងបោះសិស្សហ្នឹងណាបាទអញ្ចឹងខ្ញុំអាច copy រូបមន្តនេះទៅតែម្ដងនេះចាំខ្ញុំបញ្យល់វិញបាទអញ្ចឹងនេះខ្ញុំអាចផាសចុច2ដងមកខ្ញុំផាសទៀតបាទអញ្ចឹងកន្លែងDD នេះដូចខ្ញុំបង្ហាញលោកគ្រូអ្នកគ្រូមិញ DD នេះមានន័យថាគឺជាទីតាំងរបស់ទិន្នន័យរបស់យើងនេះ D នេះD នេះវាជាប់ D ដោយសារតែរូបមន្តដែលខ្ញុំ copy ទៅនេះវានៅក្នុង D អញ្ចឹងកន្លែងនេះដល់ពេលថ្ងៃខែឆ្នាំកំណើតរបស់សិស្សហ្នឹងវានៅក្នុងជួរ E column E នេះលោកគ្រូអ្នកគ្រូគ្រាន់តែបដូរដាក់ E មកនេះបដូរđâyនេះនេះបដូរđâyនេះមកដាក់ E បាទ E មកអញ្ចឹង E ហ្នឹងនៅក្នុង E ទីប៉ុន្មានបាទ E ទី3
រ៉ូទី3ហ្នឹងណាបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់ E ដែរទេបាទចាំខ្ញុំតម្លាក់វីរូបមន្តនឹងជូនណាលោកគ្រូបាទអញ្ចឹងបន្តមកទៀតលោកគ្រូបដូរទៀតអ្នកបដូរកន្លែង date if បាទ date if ហ្នឹងជួរហ្នឹងគឺជាជួរថ្ងៃខែឆ្នាំរបស់សិស្សទី1បាទអញ្ចឹងថ្ងៃខែឆ្នាំឧទាហរណ៍ថាសិស្សយ៉ែមមករាយ៉ែមចម្រើននេះថ្ងៃខែឆ្នាំកំណើតរបស់គាត់នៅក្នុង cell E3 បាទ cell E3 ណាអញ្ចឹងខ្ញុំគ្រាន់តែបដូរកន្លែងនេះដាក់ទៅ E ទៅបាទអញ្ចឹងបន្ទាប់មកខ្ញុំចុច enter មកបាទចុច enter មកបាទនេះឃើញគ្រូបាទហើយដល់ពេលខាងក្រោមទៀតយើងគ្រាន់តែអូសមក